មួយនេះស្វាយកែលមៀតយើងយកមកតពូស្វាយផ្អែមនេះយើងមកតយើងរើសយកមេខាដែលយើងត្រូវទុកអត់ណាអានេះស្វាយផ្អែមដែលយើងមកត្រូវតយើងកាត់ស្លឹកអស់មកទៅមួយយើងចាត់សងខាងចាត់ឲ្យស្អាតដើមដែលកលតយើងយកស្វាយកែលមៀតស្វាយព្រៃក៏បានអត់បញ្ហាទេទៅឲ្យយើងតមកវិធីតមិនអីបាទដូចយើងតតំណាំមុនដែរហើយយើងចូលមកទៅយើងកាត់យើងវិញចូលក៏អត់បញ្ហាដែរតែពេលយើងរុំតជាប់ទៅគឺសាច់វាជាប់គ្នាទៅយើងប្រើស្គុតពពួករុំកេះក៏បានដែរបើសិនជាដើមធំឬក៏មេធំឬក៏យើងតគល់បណ្ដោះយើងប្រើស្គុតសម្រាប់យើងបិទកេះប្រើបានអានឹងអត់ស្កប់ស្អាតបងអត់អីទេយើងប្រើពពួកនេះវាស្ដើងពេកទៅវារឹតអត់សូវល្អនេះបើសិនជាយើងតពពួកមេតិចតួចគឺល្អទេបើស្អីយើងតពពួកដើមធំគល់ធំយើងប្រើស្គុតណានេះយើងរុំឲ្យច្រើនជាន់ហើយយើងរៀងរឹតឲ្យតឹងតិចខែនេះខែព្រាមអញ្ចឹងរដូវហ្នឹងគឺរដូវតដល់ពេលយើងតយើងរុំឲ្យស្អាតដែរកុំឲ្យចូលទឹកបើថាចូលទឹកគឺធ្វើឲ្យត្រួតយើងតហ្នឹងវាលួយអត់ជាប់នេះតគល់កែលមៀតជាមួយស្វាយផ្អែម